ដីខ្មែរយើងនេះមានតម្លៃថ្លៃថ្នូរណាស់អ្នកណាគេមកឃើញទឹកដីយើងគេជញ្ជក់មាត់គេថាទន្លេសាបនេះហើយជាទឹកដោះម៉ែរបស់គេមនុស្សធ្លាប់តែផឹកទឹកដោះម៉ែទៅព្រោះគេមកឃើញទន្លេសាបយើងគេទុកជាទឹកដោះពីព្រោះគេមិនបាច់យកអីមកទេគេគ្រាន់តែមកតែខ្លួនគេប៉ុណ្ណឹងគេមកចាប់ត្រីនៅនឹងទន្លេសាបយើងយកទៅលក់ទៅដូរគេរកបាយរកទឹកនំចំណីទីរស់ខ្លួនគេបាននេះហើយដែលជាទឹកដោះម៉ែរបស់គេគួរឲ្យយើងទាំងអស់គ្នាស្ដាយណាស់គួរឲ្យយើងទាំងអស់គ្នានឹងលឹកគិតមើលឲ្យឃើញច្បាស់លាស់កុំឲ្យប្រហែសពេកឲ្យប្រឹងប្រែងទាំងអស់ទាំងគ្នាដើម្បីរក្សាទឹកដីនេះឲ្យបានគង់វង្សតទៅដោយយើងទឹកដីរបស់ផងយើងមានសម្បត្តិថ្លៃថ្នូរមានសម្បត្តិប្រសើរដូចនេះហើយបានជាមានគេឯងគេចេះតែចង់មកដណ្ដើមគេចេះតែចាប់បានគេមកប្លង់គេមកដណ្ដើមយកដូចជាក្នុងបច្ចុប្បន្នកាលនេះហើយនេះសូមអស់លោកសប្បុរសទាំងឡាយជ្រាបថាយើងទាំងអស់គ្នាស្លាប់ពិតមែនយើងត្រូវស្លាប់ប៉ុន្តែយើងមើលទៅឃើញថាតម្លៃខ្លះហ្នឹងវាខុសគ្នាបើយើងមិនយកជីវិតយើងទៅការពារដើម្បីសេចក្តីសុខទូលំទូលាយការពារប្រទេសជាតិការពារសាសនាការពារម៉ែឪការពារសម្បត្តិវប្បធម៌ប៉ុន្តែមានអ្នកស្លាប់មួយផ្នែកនោះមិនមែនចង់ទៅស្លាប់ទេគឺថាយកជីវិតខ្លួនទៅបូជាដើម្បីរក្សាសេចក្តីសុខដើម្បីរក្សាទឹកដីដើម្បីរក្សាម៉ែឪដើម្បីរក្សាផលប្រយោជន៍ទុកឲ្យយើងទាំងអស់គ្នារស់នេះមានជីវិតមានមនុស្សគេចិត្តប្រសើរចឹងគេយកជីវិតគេទៅស្លាប់ដើម្បីរក្សាសេចក្តីសុខយើងសូមឲ្យយើងមើលឃើញផងឲ្យយើងទាំងអស់គ្នាបបួលគ្នាមើលឃើញឲ្យច្បាស់ផងបើប្រកាសណាជាមិនមានអ្នកដែលយកជីវិតទៅការពារមិនយកជីវិតទៅស្លាប់ដើម្បីយើងទេតែយើងដេកនៅក្នុងផ្ទះបានទេយើងស៊ីបាយស្រួលបានទេយើងអត់ដង្ហើមស្រួលបានទេតើទឹកដីខ្មែរយើងទៅជាអ្វីយើងអ្នកកាន់ពុទ្ធសាសនាបើមិនមានអ្នកថែរក្សាអ្នកការពារអញ្ចឹងយើងទៅអង្គុយសូត្រនមោតស្សៈកើតទេយើងទៅអង្គុយសូត្រសំសិលបាណាឯបាតាតលាទៀតនឹងបានទេឲ្យយើងមកអង្គុយស្ដាប់ធម៌ទេសនាដែលលោកសម្ដែងនឹងបានទេយើងធ្វើបានទេយើងធ្វើបានតែតាមមានគេការពារពីគេយកជីវិតរបស់ផងទេទៅដូររកសេចក្តីសុខយកមកចែកជូនយើងគ្រប់នេះហើយថាស្លាប់មានកម្លាំងអាត្មាភាពព្រាបរតសេចក្តីមកប៉ុណ្ណេះដើម្បីនឹងជម្រាបអស់លោកសប្បុរសទាំងឡាយឲ្យបាន